ពលរដ្ឋ5ភូមិនៅក្រុងសំពើពួនស្នើសុំប្លង់កម្មសិទ្ធិដីអនុផលដែលកាន់កាប់ជាង40ឆ្នាំអតីតកោះឈើខ្មៅដែលធ្លាប់មានសន្តានជាកោះនោះបច្ចុប្បន្នបានប្រែក្លាយជាដីខ្ពើបហើយលែងមានសន្តានជាកោះទៀតហើយជាង40ឆ្នាំមកនេះដីនេះបានក្លាយទៅជាចំការដំណាំចម្រុះដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋហេតុដូច្នេះប្រជាពលរដ្ឋបានស្នើសុំទៅឯកឧត្តមអភិបាលខេត្តកណ្ដាលមេត្តាជួយចុះបញ្ជីចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ផងប្រជាពលរដ្ឋប្រមាណ50នាក់រួមទាំងអនុភូមិនិងមេភូមិទាំង5នៃសង្កាត់ជ្រោយតាកែវនិងសង្កាត់ឈើខ្មៅក្រុងសំពើពួនបានរួមគ្នាយកពាក្យដាក់ស្នើសុំឲ្យឯកឧត្តមអភិបាលខេត្តកណ្ដាលមេត្តាជួយអន្តរាគមន៍ឲ្យក្រុមការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធចុះវាស់វែងនិងចេញបានកម្មសិទ្ធិជូនពួកគាត់បានបញ្ជាក់ថាប្រជាពលរដ្ឋប្រមាណ180គ្រួសារដែលរស់នៅក្នុងភូមិទាំង5គឺភូមិព្រែកភូមិភូមិដើមពោនៃសង្កាត់ជ្រោយតាកែវនិងភូមិក្បាលកោះភូមិកោះតូចភូមិឈើខ្មៅនៃសង្កាត់ឈើខ្មៅក្រុងសំពើពួនបានកាន់កាប់និងអាស្រ័យផលលើអតីតដីកោះឈើខ្មៅនេះតាំងពីអំឡុងឆ្នាំ1980មកម្លេះហើយអាជ្ញាធរមូលដ្ឋានក៏បានទទួលស្គាល់ការកាន់កាប់នេះផងដែរប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថាដីនេះបច្ចុប្បន្នបានក្លាយជាចំការស្វាយចំការមៀននិងដំណាំអនុផលចម្រុះដែលជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរហើយបន្ទាប់ពីក្រុមការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធធ្វើការវាស់វែងធ្វើបានកម្មសិទ្ធិដីលំនៅឋាននិងដីស្រែរួចរាល់មិនឃើញវាស់ដីអនុផលឲ្យកាលពីខែកុម្ភៈឆ្នាំ2024ពួកគាត់ធ្លាប់បានដាក់សំណើទៅអភិបាលក្រុងសំពើពួនម្ដងរួចមកហើយដើម្បីសុំការវាស់វែងនិងចេញប្លង់កម្មសិទ្ធិដោយដីលំនៅឋាននិងដីស្រែដែរប៉ុន្តែខាងក្រុងបានឆ្លើយតបថាករណីនេះទាល់តែមានការសម្រេចពីរដ្ឋបាលខេត្តនេះជាមូលហេតុដែលជំរុញឲ្យពួកគាត់នាំគ្នាឡើងមកដាក់ពាក្យស្នើសុំឲ្យឯកឧត្តមគូចម្រើនអភិបាលខេត្តកណ្ដាលមេត្តាជួយផ្ដល់ប្លង់រឹងជូនពួកគាត់ប្លង់រឹងនេះនឹងក្លាយជាទំនុកចិត្តដ៏ធំមួយសម្រាប់ពួកគាត់ហើយអាចយកទៅដាក់បញ្ចាំនៅធនាគារដើម្បីយកប្រាក់មកធ្វើដើមទុនពង្រីកមុខរបរបានពួកគាត់ក៏បានបង្ហាញក្តីរីករាយជាខ្លាំងនៅពេលដែលលោកនាយករដ្ឋបាលខេត្តកណ្ដាលបានចេញមុខទទួលសំណើដោយផ្ទាល់និងបានសន្យាថានឹងដាក់សំណើនេះជូនឯកឧត្តមអភិបាលខេត្តកណ្ដាលពិនិត្យសម្រេចពួកគាត់សង្ឃឹមយ៉ាងមុតមាំថារដ្ឋបាលខេត្តនឹងសម្រេចវាស់វែងនិងធ្វើប្លង់ជូនពួកគាត់ដោយដីភូមិនិងដីស្រែដែរខ្ញុំមកនេះដើម្បីសូមឲ្យឯកឧត្តមគូចម្រើនខេត្តជួយបំពេញបាញ់ប្លង់ឲ្យប្រជាជនខ្ញុំផងពីព្រោះដីនឹងកាន់កាប់តាំងពីឆ្នាំ7980មកដល់បច្ចុប្បន្ននេះអត់មានឃើញបាញ់ឲ្យសោះអត់មានចោះឲ្យប្លង់បាទដីចាក់ដីកសិកម្មសុទ្ធហ្មងបាទអញ្ចឹងមកន័យថាមកទីនេះប្រមាណគ្រួសារប្រមាណភូមិដែរមានដឹងទេបើគេទៅ5ភូមិ5ភូមិមកទីនេះភូមិព្រៃកណ្ដាលនិងភូមិដើមពោក្នុងសង្កាត់ជ្រោយតាកែវភូមិបាល់កោះភូមិជាខ្មៅនិងភូមិកោះតូចក្នុងសង្កាត់ជាខ្មៅលោកអ៊ំរស់នៅទៅលើដីនោះជាដីលំនៅឋានឬក៏ជាដីកសិកម្មដីលំនៅឋានបាញ់ហើយតែដីនឹងអត់ទាន់បាញ់កសិកម្មបាទដីកសិកម្មបាទអញ្ចឹងអាស្រ័យផលអីខ្លះដែរដីនឹងដាំមកចំតាំងពីបន្លែបកាពោតក្តារនឹងមកចំងមានបានជូនដំណឹងទៅអាជ្ញាធរដឹងដែរបានដឹងលើទេបាទអាជ្ញាធរដឹងទាំងអស់ដឹងដែរបើដឹងរយៈពេលប្រហែលខែប្រហែលឆ្នាំហើយដែរអត់បានកាលហ្នឹងឆ្នាំ2024ខែបាទខែប៉ុន្មានលើចាប់ដើមខែ2ស្នើសុំបាទខែ2បាទ2024បាទរហូតដល់ពេលនេះអាជ្ញាធរគេទទួលព្រមព្រៀងទេបាទធ្លាប់ទៅខាងក្រុងម្ដងហើយគេឲ្យមកសួរខេត្តអញ្ចឹងពួកខ្ញុំមិនដឹងទៅណាមកហ្មងទៅមកឥឡូវមកដល់ខេត្តតែម្ដងដល់ខេត្តដើម្បីឲ្យអាដាមអាបាលដើម្បីឲ្យអាដាមអាបាលគូចម្រើនគាត់ជួយមានសំណពោលអមសំណពោលខ្ញុំសំណពោលឲ្យអាដាមថ្នាក់ខេត្តនិងមន្ត្រីគ្រប់ជាន់ឋានៈសូមមេត្តាចុះបាញ់ប្លង់ឲ្យប្រជាជនដើម្បីគ្នាមានកាន់កាប់ជាកម្មសិទ្ធិផងដើម្បីថ្ងៃក្រោយទៅគ្នានឹងស្រួលធ្វើការងារការទាស់ផ្ទៃគ្នាក៏លេងតោះការយកលុយកាក់ពីវិទ្យាគេក៏គ្នាមានប្លង់បាទប៉ុណ្ណឹងទេបាទខ្ញុំមកសាលាខេត្តហ្នឹងមានបញ្ហានៅដីកោះហ្នឹងគឺខ្ញុំកាន់កាប់តាំងពីបែកហើយតាំងពីដូនតាមកបងហើយដល់អញ្ចឹងកាន់កាប់ហ្នឹងអត់បានធ្វើប្លង់ទេឥឡូវសូមអភិបាលខេត្តលោកជួយដោះស្រាយដំណោះស្រាយរឿងប្លង់ដីកម្មសិទ្ធិឲ្យពួកខ្ញុំផងព្រោះពួកខ្ញុំមានតែដីកោះហ្នឹងទេដែលជាអាស្រ័យផលរាល់ថ្ងៃហ្នឹងគឺមានដីកោះហ្នឹងតែកន្លងមកអត់មានបានធ្វើបានកម្មសិទ្ធិអីទេសូមស្នើសុំម្ដងហើយតែខាងក្រោមហ្នឹងថាចាំអភិបាលចាំមកដល់សាលាខេត្តចាំដោះស្រាយពួកខ្ញុំតែឥឡូវពួកខ្ញុំហ្នឹងមកដល់សាលាខេត្តអត់ដឹងទៅណា
ក៏មកដល់កន្លែងហ្នឹងមកសុំជួយសុំអភិបាលខេត្តលោកគូចម្រើនលោកជួយដោះស្រាយរយុទ្ធធរនិងធ្វើប្លង់ដីឲ្យពួកខ្ញុំផង មកបងណា រស់នៅតាំងពីដូនជីតាឥឡូវខ្ញុំ3ចំនួនទាំងខ្ញុំទៀត 3ចំនួនហើយ ចាតាំងពីកងខ្ញុំម៉ែខ្ញុំឥឡូវដល់ខ្ញុំចង់80ទៀតដែរដីណារហូត អត់តបានប្លង់កម្មសិទ្ធិឡើយទេ មានតើឥឡូវសុំមកធ្វើប្លង់កម្មសិទ្ធិ អញ្ចឹងមកដល់ទីនេះម៉ាក់យាយសុំសំណូមពរយ៉ាងម៉េចដើម្បីឲ្យលោកអាបាខេត្តអាដាមគូចម្រើនដើម្បី សុំឲ្យសំណូមពរអាយដំជួយទៅប្លង់ដីនឹងឲ្យខ្ញុំមកកូនចៅបានកម្មសិទ្ធិកម្មសិទ្ធិត្រឹមត្រូវផងខ្ញុំមួយមានតែដីប៉ុណ្ណឹងតែអត់មានដីប៉ុណ្ណឹងអត់មានអីចង់ខ្លួនទេ បាទម៉ាក់យាយរស់នៅភូមិណាឃុំណា នៅភូមិកោះតូចភូមិឈើខ្មៅ បាទសង្កាត់ឈើខ្មៅ កាត់ឈើខ្មៅ កាលពីដើមខ្ញុំរស់នៅជ្រោយតកែវយើងដែរប៉ុន្តែខ្ញុំនៅខុសភូមិហ្នឹងទេ បាទរស់នៅ ខ្ញុំមកយកប្រពន្ធនៅ79មកនៅភូមិហ្នឹងមក បាទ បាទដល់អញ្ចឹងអាស្រ័យផលដីលើកោះហ្នឹងវាបែងតាមអង្គភាពពីមុនណា បាទ មានអង្គភាពយោធាមានអង្គភាពវៀតណាមមានអង្គភាពរបស់យុវជនស្រុក បាទ បាទដល់អញ្ចឹងចែកលក់ឲ្យប្រជាពលរដ្ឋតាំងពីអើយហ្នឹងមក បាទហើយដីនោះអាស្រ័យផលអីដែរលោកអ៊ំ អូមែនបងប្អូនខ្លះគេដាំឆ្វាយខ្លះដាំចេកខ្លះដាំមៀនខ្លះដាំអីចឹងណា បាទ បាទខ្លះដាំពោតដាំចំណីបើកាលខ្ញុំនៅធ្វើខ្ញុំនៅដាំចំណីដាំពោត បាទអញ្ចឹងអាជ្ញាធរក៏មានបញ្ជាក់ថាដីនឹងខុសច្បាប់អីដែរទេបាទមានការបញ្ជាក់ណាមួយទេ អត់មានលឺសូរអីទេ អត់មានបញ្ជាក់អីទេ ថាខុសច្បាប់ទេតែគ្រាន់ថាមិនទាន់ចេញប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋ បាទមិនតន់ចេញប្លង់កម្មសិទ្ធិប្រជាពលរដ្ឋអញ្ចឹងលោកអ៊ំមកទីនេះបាទអំពាវនាវយ៉ាងម៉េចទៅឲ្យដល់អាបាដើម្បីជួយ ចង់ថាសូមឲ្យលោកអភិបាលខេត្ត បាទ លោកគូចម្រើនមេត្តាជួយដល់បងប្អូនប្រជាពលរដ្ឋ បាទ ព្រោះក្នុងនាមរដ្ឋបាលភូមិក្នុងភូមិមួយដែរអញ្ចឹងចង់បានឲ្យតែបងប្អូនមានកម្មសិទ្ធិកាន់កាប់ទេ បាទ បាទហើយឲ្យស្របច្បាប់ទាំងអស់គ្នា បាទបាទ ឲ្យខុសច្បាប់ បាទ បាទអ្វីដែលស្របច្បាប់ឲ្យតែរដ្ឋាភិបាលចេញឲ្យគឺស្របច្បាប់ហើយល្អហើយ លោកជីស៊ីវថានាយករដ្ឋបាលសាលាខេត្តកណ្ដាលបានបញ្ជាក់ថាលោកបានទទួលសំណើរបស់បងប្អូនប្រជាពលរដ្ឋទាំង5ភូមិមកពីសង្កាត់ជ្រោយតាកែវនិងសង្កាត់ឈើខ្មៅក្រុងសំពៅពួនរួចហើយលោកនឹងធ្វើការកោះអញ្ជើញអាជ្ញាធរពាក់ព័ន្ធមកធ្វើការសាកសួរព័ត៌មានលម្អិតទាក់ទងទៅនឹងទីតាំងដីដែលប្រជាពលរដ្ឋបានដាក់សំណើនោះដើម្បីធ្វើរបាយការណ៍ដាក់ជូនឯកឧត្តមអភិបាលខេត្តពិនិត្យនិងសម្រេច ឱកាសល្អពីផ្ទះល្វែងថេនងាត់ក្រុងតាខ្មៅបានមកដល់ហើយទិញផ្ទះឈ្នះរថយន្តនិងបញ្ចុះតម្លៃពិសេសរហូតដល់$5,000ព្រមទាំងកាត់ប្លង់រឹងហ្វ្រីជូនអតិថិជនថែមទៀតផងឱកាសល្អបែបនេះរកឯណាមានរកឯណាបានរស់រានឡើងចំនួនមានកំណត់ទំនាក់ទំនងតាមលេខទូរស័ព្ទ 089 408 406 098 661 215 និង 088 616 66 61